សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកតាមដានសាច់រឿងដ៏ជក់ចិត្តមួយដែលផ្ដើមឡើងដោយអាពាហ៍ពិពាហ៍បង្ខំចិត្តនិងការសង្សឹកតើក្តីស្រឡាញ់ដែលខំសន្សំ3ឆ្នាំអាចឈ្នះចិត្តមនុស្សដែលមិនស្រឡាញ់យើងបានដែរឬទេរឿងរ៉ាវផ្ដើមឡើងក្នុងថ្ងៃមង្គលការរបស់អាចឹងនិងវិនឡាំងប៉ុន្តែវាមិនមែនជាថ្ងៃដ៏មានសុភមង្គលឡើយព្រោះកូនកំលោះបាននិយាយពាក្យដ៏ឈឺចាប់ទៅកាន់កូនក្រមុំថាគេរៀបការនេះគឺគ្រាន់តែធ្វើតាមបញ្ជារបស់លោកតាពើប៉ុណ្ណោះសូម្បីតែពិធីលាងសៃភីក៏គេមិនចង់ធ្វើដែរអ្វីដែលកាន់តែខ្លោចចិត្តគឺសង្សារចាស់របស់គេឈ្មោះ CE បានបង្ហាញខ្លួនក្នុងថ្ងៃនោះដើម្បីមកលាទៅក្រៅប្រទេសដែលធ្វើឲ្យអាចឹងរត់ចោលកូនក្រមុំទាំងកណ្ដាលអាធ្រាត្រដើម្បីទៅតាមលាសង្សារចាស់ទោះបីជាវិនឡាំងព្យាយាមឃាត់និងបកស្រាយយ៉ាងណាក៏អាចឹងមិនព្រមស្ដាប់ដែរគេយល់ច្រឡំថាវិនឡាំងគឺជាអ្នករៀបផែនការអាក្រក់ធ្វើឲ្យសង្សារគេត្រូវបង្ខំចិត្តចាក់ចេញគេថែមទាំងជេរប្រមាថនាងថាជាស្រីដែលមានល្បិចកលចង់ឡើងក្រែជាមួយគេដើម្បីបានតំណែងជាកលោកស្រីហ្វូគេបានសន្យាថាមួយជីវិតនេះគេគ្មានថ្ងៃស្រឡាញ់នាងឡើយពេលវេលាកន្លងផុតទៅ3ឆ្នាំវិនឡាំងនៅតែបន្តធ្វើជាប្រពន្ធដ៏ល្អនាងសង្ឃឹមថាបេះដូងដែកថែបរបស់អាចឹងនឹងរលាយដោយសារក្តីល្អរបស់នាងអ្វីដែលកាន់តែរំភើបគឺនាងកំពុងតែមានផ្ទៃពោះនាងមានបំណងចង់ប្រាប់ដំណឹងល្អនេះទៅកាន់ស្វាមីដោយបានធ្វើម្ហូបដែលគេចូលចិត្តយកទៅឲ្យដល់ក្រុមហ៊ុនប៉ុន្តែអ្វីត្រូវបានរលាយសាបសូន្យនៅពេលដែលនាងបានឃើញវត្តមានរបស់មនុស្សម្នាក់នោះគឺ CE បានត្រឡប់មកវិញហើយមិនបង្អង់យូរអាចឹងបានហៅវិនឡាំងមកជួបភ្លាមដើម្បីសុំលែងលះគេនិយាយយ៉ាងត្រជាក់ថាអាពាហ៍ពិពាហ៍ដែលមិនដែលប្រកាសជាសាធារណៈនេះគួរតែបញ្ចប់ទៅព្រោះ CE បានត្រឡប់មកវិញហើយទោះបីជាវិនឡាំងព្យាយាមរំលឹកពីពេលវេលា3ឆ្នាំដែលរស់នៅជាមួយគ្នាក៏អាចឹងនៅតែដាច់ចិត្តគេថែមទាំងចង់ផ្ដល់លុយកាក់និងរបស់របរមកប៉ះប៉ូវក្តីឈឺចាប់ដែលនាងបានទទួលទៀតផងមិនត្រឹមតែរឿងគ្រួសារទេសូម្បីតែការងារក៏អាចឹងមិនលើកលែងឲ្យវិនឡាំងដែរគេបានដកតំណែងអ្នកតំណាងផលិតផល Brand Ambassador របស់តារាម្នាក់ទៀតដើម្បីយកមកឲ្យ CE វិញនៅពេលដែលវិនឡាំងដែលជាអ្នកគ្រប់គ្រងផ្នែកនេះព្យាយាមជំទាស់អាចឹងបានតបមកវិញយ៉ាងខ្លីថានាងគ្មានសិទ្ធិមកជំទាស់ឡើយតើជីវិតរបស់វិនឡាំងនឹងទៅជាយ៉ាងណាបន្ទាប់ពីត្រូវស្វាមីសុំលែងលះទាំងដឹងខ្លួនថាមានផ្ទៃពោះបែបនេះហើយតើ CE ពិតជាមកដោយចិត្តស្មោះឬមានល្បិចកលអ្វីពីក្រោយកុំភ្លេចតាមដានភាពបន្តទៀតក្នុងពិធីជួបជុំគ្រួសារដ៏តានតឹងមួយ CE បានបង្ហាញខ្លួនយ៉ាងឆើតឆាយនិងព្យាយាមឌឺដងដាក់វិនឡាំងដោយយកគំនូររបស់វិចិត្រកល្បីម្នាក់មកធ្វើជាអាវុធនាងធ្វើពុតជាសប្បុរសចង់យកចិត្តវិនឡាំងប៉ុន្តែគ្រប់យ៉ាងគ្រាន់តែជាសម្ដែងដើម្បីឲ្យអាចឹងមើលឃើញថានាងជាមនុស្សល្អប៉ុណ្ណោះខណៈនោះអ្នកជុំវិញខ្លួនចាប់ផ្ដើមខ្សឹបខ្សៀវបញ្ឈឺវិនឡាំងថាបានតំណែងធំក្នុងក្រុមហ៊ុនមកខាក៏ដោយសារតែខ្សែស្រឡាយហ្វូដែលបានចិញ្ចឹមនាងតាំងពីតូចមិនមែនដោយសារសមត្ថភាពឡើយភាពតានតឹងកាន់តែផ្ទុះឡើងនៅពេលដែលអ្នកចាត់ការរបស់ CE បាននិយាយពាក្យអសុរោះដៀលថ្មាស់ដល់ឪពុករបស់វិនឡាំងដែលបានស្លាប់ទៅគេថែមទាំងនិយាយថាឪពុករបស់នាងស្លាប់ក៏ព្រោះតែបរិច្ចាគថ្លើមឲ្យលោកប្រធានហ្វូដើម្បីបដូរយកសេចក្តីសុខឲ្យកូនស្រីពាក្យសម្ដីនេះបានធ្វើឲ្យវិនឡាំងឈឺចាប់ដល់ឆ្អឹងខ្នងប៉ុន្តែនាងនៅតែរឹងមាំតបទៅវិញយ៉ាងចាស់ដៃថានាងអង្គុយលើតំណែងនេះបានគឺដោយសារសមត្ថភាពពិតប្រាកដរបស់នាងនៅក្នុងវគ្គញ៉ាំអាហារអាចឹងបានបង្ហាញការយកចិត្តទុកដាក់ចំពោះ CE យ៉ាងខ្លាំងនៅពេល CE ធ្វើពុតជាអាឡែកស៊ីអាហារសមុទ្រអាចឹងក៏ស្ទុះស្ទាបញ៉ាំជំនួសភ្លាមផ្ទុយទៅវិញវិនឡាំងដែលកំពុងឈឺក្រពះនិងត្រូវញ៉ាំថ្នាំក៏អាចឹងមិនសូវខ្វល់ដែរទោះបីជាអាចឹងលួចសួរនាំពីសុខភាពនាងបន្តិចបន្តួចប៉ុន្តែចុងក្រោយគេនៅតែសម្រេចចិត្តជូន CE ទៅផ្ទះចៅវិនឡាំងឲ្យជិះឡានតាក់ស៊ីត្រឡប់ទៅផ្ទះម្នាក់ឯងទាំងទឹកភ្នែកស្រាប់តែមានរឿងធំកើតឡើងរូបភាពស្និទ្ធស្នាលរវាងអាចឹងនិង CE ត្រូវបានគេបង្ហោះចែកចាយពេញអ៊ីនធឺណិត Hot Search ក្នុងនាមជាអ្នកដឹកនាំផ្នែកម៉ាកសញ្ញាវិនឡាំងព្យាយាមរកវិធីដោះស្រាយដើម្បីការពារកេរ្តិ៍ឈ្មោះក្រុមហ៊ុនប៉ុន្តែបែរជាត្រូវអាចឹងស្ដីបន្ទោសយ៉ាងធ្ងន់ធ្ងរអាចឹងយល់ច្រឡំថាវិនឡាំងគឺជាអ្នកបង្ហោះរូបភាពទាំងនោះដើម្បីបង្ខូចឈ្មោះ CE និងដើម្បីទប់ស្កាត់ការលែងលះការអត់ធ្មត់របស់មនុស្សស្រីម្នាក់ក៏មានដែនកំណត់នៅចំពោះមុខការចោទប្រកាន់ដ៏ថោកទាបរបស់ស្វាមីវិនឡាំងមិនចង់បកស្រាយអ្វីច្រើនទៀតទេនាងបានសម្រេចចិត្តផ្តិតមេដៃលើលិខិតលែងលះរួចនិយាយទៅកាន់អាចឹងទាំងឈឺចាប់ថាអបអរសាទរលោកហ្វូលោកមានសេរីភាពហើយនាងចាក់ចេញទៅទាំងបេះដូងខ្ទេចខ្ទាំខណៈដែលអាចឹងចាប់ផ្ដើមមានអារម្មណ៍ប្លែកនៅក្នុងចិត្តនៅកន្លែងថតពាណិជ្ជកម្ម CE បានបង្ហាញចរិតជាតារាដែលមានរកពីខ្ពស់ដោយបណ្ដោយឲ្យក្រុមការងារទាំងមូលអង្គុយរង់ចាំនាងអស់រយៈពេល2ម៉ោងយ៉ាងទាហានមិនត្រឹមតែមុខយឺតទេនាងថែមទាំងបង្កការរំខាននៅក្នុងបន្ទប់តុបតែងមុខដោយបង្ខំឲ្យដូរអ្នកផាត់មុខជំនាញចោលហើយជំនួសមកវិញដោយអ្នកផាត់មុខដែលនាងពេញចិត្តទោះបីជាវាមិនត្រូវនឹងប្រធានបទនៃកម្មវិធីក៏ដោយនៅពេលដែលវិនឡាំងក្នុងនាមជាអ្នកគ្រប់គ្រងព្យាយាមជំទាស់ដើម្បីផលប្រយោជន៍ក្រុមហ៊ុនអាចឹងបែរជាបង្ហាញខ្លួនមកកាន់ជើងសង្សារចាស់យ៉ាងចំហគេថែមទាំងនិយាយពាក្យដ៏ឈឺចាប់ទៅកាន់វិនឡាំងថាបើនាងមិនពេញចិត្តនឹងការសម្រេចចិត្តរបស់គេទេនាងអាចលាឈប់ពីការងារបានគ្រប់ពេល
ប៉ុន្តែវិនឡាំងមិនមែនជាស្រីទុនជ្រីឡើយនាងតបវិញយ៉ាងដាច់អហង្ការថានាងមានកិច្ចសន្យាការងារ5ឆ្នាំជាមួយក្រុមហ៊ុនដូច្នេះនាងនឹងមិនដើរចេញដោយងាយឲ្យគេសំបំណងនោះទេក្នុងខណៈដែលវិនឡាំងកំពុងតែឯកានិងឈឺចាប់ស្រាប់តែមានការលេចមុខរបស់ជូយូដែលជាតារាសម្ដែងល្បីម្នាក់និងជាមិត្តល្អរបស់នាងការលេចមុខរបស់គេបានធ្វើឲ្យអាជឹងចាប់ផ្ដើមមានអារម្មណ៍មិនសុខក្នុងចិត្តនិងលួចប្រច័ណ្ឌដោយមិនដឹងខ្លួនជូយូមិនត្រឹមតែមកផ្ដល់កម្លាំងចិត្តឲ្យវិនឡាំងទេប៉ុន្តែគេថែមទាំងនាំមកនូវភស្តុតាងដ៏សំខាន់មួយផងដែរជូយូបានបង្ហាញវីដេអូកាមេរ៉ាសុវត្ថិភាពកាលពី3ឆ្នាំមុនដែលបង្ហាញឲ្យឃើញថាអ្នកដែលបានដាក់ថ្នាំក្នុងស្រាឲ្យអាជឹងកាលពីយប់ដែលអាជឹងត្រូវឡើងទទួលតំណែងបន្តនោះមិនមែនជាវិនឡាំងឡើយប៉ុន្តែគឺជា CE ទៅវិញទេផែនការដើមគឺ CE ចង់ឲ្យខ្លួនឯងជាអ្នកដេកជាមួយអាជឹងដើម្បីចងជើងគេប៉ុន្តែចៃដន្យអាយុនោះបែរជាคล้ายទៅជាវិនឡងទៅវិញនេះគឺជាការពិតដ៏ជូរចត់ដែលអាជឹងមិនដែលបានដឹងសាច់រឿងបញ្ចប់ទៅក្នុងពិធីជប់លៀងមួយដែលមិត្តភ័ក្តិរបស់អាជឹងព្យាយាមបង្ខំឲ្យវិនឡាំងផឹកស្រាដើម្បីគោរព CE ក្នុងនាមជាក្បងថ្លៃស្រីនាពេលអនាគតទោះបីជាដឹងថាវិនឡាំងមិនអាចផឹកស្រាបានក៏ពួកគេនៅតែព្យាយាមធ្វើបាបនាងតើវិនឡាំងនឹងសម្រេចចិត្តផឹកស្រានោះឬនឹងមានអ្នកណាម្នាក់មកជួយសង្គ្រោះនាងទាន់ពេលសាច់រឿងបន្តនៅកណ្ដាលពិធីជប់លៀងវិនឡាំងបានសម្រេចចិត្តទម្លាយការពិតទាំងកណ្ដាលហ្វូងមនុស្សនាងបានហៅបុរសម្នាក់ដែលជាអ្នកដាក់ថ្នាំក្នុងស្រាឲ្យអាជឹងកាលពី3ឆ្នាំមុនមកធ្វើជាសាក្សីបុរសនោះបានសារភាពថាគឺ CE ជាអ្នកបង្គាប់បញ្ជាគេឲ្យធ្វើបែបនេះដើម្បីរៀបក្រែរងចាំអាជឹងប៉ុន្តែអ្វីដែលនឹកស្មានមិនដល់គឺ CE នៅតែបន្តសម្ដែងយ៉ាងរស់រវើកនាងបានប្រើអាជីពជាតារានិងជីវិតរបស់នាងមកស្បស្បាយដើម្បីលៀងខ្លួនទោះបីជាមានសាក្សីនិងភស្តុតាងនៅនឹងភ្នែកប៉ុន្តែអាជឹងដែលត្រូវបានស្នេហាបាំងមុខបានសម្រេចចិត្តជឿលើពាក្យសម្ដែងរបស់ CE ទៅវិញគេបានស្ដីបន្ទោសវិនឡងយ៉ាងធ្ងន់ធ្ងរនិងបានដេញនាងចេញពីផ្ទះត្រកូលហ្វូទាំងយប់ក្នុងភាពច្របូកច្របល់វិនឡងបានដួលសន្លប់ដែលធ្វើឲ្យមិត្តល្អរបស់នាងគឺជូយូប្រញាប់បញ្ជូននាងទៅមន្ទីរពេទ្យជាបន្ទាន់នៅមន្ទីរពេទ្យវិនឡាំងបានដឹងថាកូនក្នុងផ្ទៃរបស់នាងនៅមានសុវត្ថិភាពទោះជាយ៉ាងណានាងសម្រេចចិត្តលាក់រឿងនេះពីអាជឹងព្រោះនាងដឹងថាចំណងស្នេហាមួយនេះបានដើរមកដល់ផ្លូវបំបែកហើយនាងចង់ចាក់ចេញពីក្រុមហ៊ុនម៉ាខែនឹងជីវិតដ៏ស្មុគស្មាញនេះប៉ុន្តែនាងនៅមានកិច្ចការមួយដែលមិនទាន់សម្រេចនោះគឺការស៊ើបអង្កេតរឿងមរណភាពរបស់ឪពុកនាងកាលពី5ឆ្នាំមុនការពិតដ៏រន្ធត់បានលេចចេញមកវិនឡាំងបានរកឃើញភស្តុតាងថាគ្រោះថ្នាក់ចរាចរណ៍ដែលសម្លាប់ឪពុករបស់នាងមិនមែនជាការចៃដន្យឡើយវាគឺជាការរៀបចំទុកជាមុនហើយអ្វីដែលរឹតតែរន្ធត់គឺវាហាក់ដូចជាមានជាប់ពាក់ព័ន្ធនឹងមនុស្សនៅក្នុងត្រកូលហ្វូការដែលនាងព្យាយាមដណ្ដើមយកតំណែងអ្នកគ្រប់គ្រងម៉ាខែក៏ដើម្បីចូលទៅគៀកនឹងឯកសារសម្ងាត់ទាំងនេះឯងខណៈដែល CE កំពុងអបអរសាទរនឹងភាពជោគជ័យស្រាប់តែរឿងអាស្រូវថ្មីបានផ្ទុះឡើងការផ្សាយពាណិជ្ជកម្មរបស់នាងត្រូវបានអ្នកគាំទ្រធ្វើការប្រឆាំងនិងដកចេញពីទីផ្សារភ្លាមនេះគ្រាន់តែជាការចាប់ផ្ដើមនៃសង្គ្រាមសងសឹករបស់វិនឡងប៉ុណ្ណោះតើវិនឡាំងនឹងប្រើវិធីអ្វីបន្តទៀតដើម្បីវែកមុខឃាតករពិតដែលសម្លាប់ឪពុកនាងឈុតទី1ព្យុះភ្លៀងនៅមុខក្រុមហ៊ុនម៉េះសាច់រឿងបានចាប់ផ្ដើមឡើងយ៉ាងក្តៅគគុកនៅមុខក្រុមហ៊ុនម៉េះហ្វូងអ្នកគាំទ្រដែលកំពុងឆេះដុំបានមកចោមរោមជាប្រមាថនិងជះទឹកដាក់វិនឡាំងដែលជាប្រធានផ្នែកច្នៃម៉ូដពួកគេបានចោទប្រកាន់នាងថាមានចិត្តអាក្រក់ច្រណែននឹងសម្រស់តារាក្នុងដួងចិត្តរបស់គេគឺឈូ CE ទើបតុបតែងមុខឲ្យតារានោះមើលទៅអាក្រក់មើលបំផុតមិនត្រឹមតែជេរប្រមាថលើការងារទេពួកគេថែមទាំងជីកកកាយប្រវត្តិរូបនាងថាជាកូនចិញ្ចឹមដែលចង់តោងកេរ្តិ៍ឈ្មោះគ្រួសារអភិជននិងប្រើសម្រស់ដើម្បីដោះដូរនឹងតំណែងទៀតផងក្នុងស្ថានភាពដ៏អាសន្ននិងពោពេញដោយភាពអាម៉ាស់នោះបុរសម្នាក់ឈ្មោះជូយូក៏បានបង្ហាញខ្លួនចូលមកការពារនិងបីនាងចេញពីចំណោមហ្វូងមនុស្សយ៉ាងអាសូរបំផុតចំណែកឯហ្វូចឹងដែលជាស្វាមីនិងជាអនុប្រធានក្រុមហ៊ុនជំនួសឲ្យការចេញមុខមកជួយការពារភរិយាគេបែរជាមកស្ដីបន្ទោសនាងដែលបង្កឲ្យមានរឿងអាស្រូវប៉ះពាល់ដល់ភាគហ៊ុនក្រុមហ៊ុនទៅវិញអ្វីដែលកាន់តែហួសចិត្តគឺគេមានចិត្តប្រច័ណ្ឌយ៉ាងងល់ងល់នៅពេលឃើញវិនឡាំងនៅក្បែរជូយូដោយមិនខ្វល់ថាភរិយាខ្លួនឯងកំពុងរងរបួសផ្លូវចិត្តនិងផ្លូវកាយកម្រិតណានោះទេគេថែមទាំងហ៊ានសួរនាងថាតើអ្នកទាំងពីរនៅជាមួយគ្នាពេញមួយយប់មែនទេទាំងដែលនាងកំពុងត្រូវការកម្លាំងចិត្តបំផុតប៉ុន្តែវិនឡាំងមិនមែនជាស្រីទុនជ្រីដែលអង្គុយយំនោះទេនាងបានរកឃើញវីដេអូកាមេរ៉ាសុវត្ថិភាពដែលបង្ហាញយ៉ាងច្បាស់ថាឈូ CE ខ្លួនឯងទេដែលជាអ្នកលួចផ្លាស់ប្ដូរការតុបតែងមុខដោយខ្លួនឯងបន្ទាប់ពីវិនឡាំងបានរៀបចំឲ្យរួចរាល់ដើម្បីធ្វើឲ្យអ្នកគាំទ្រយកច្រឡំនិងទម្លាក់កំហុសឲ្យវិនឡាំងអ្វីដែលកាន់តែឈឺចាប់បំផុតនោះគឺទោះបីជាហ្វូចឹងបានឃើញវីដេអូនោះហើយក៏គេនៅតែព្យាយាមសុំឲ្យវិនឡាំងលាក់រឿងនេះដដែលព្រោះគេខ្លាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់អតីតសង្សារម្នាក់នោះគេបាននិយាយពាក្យដែលធ្វើឲ្យវិនឡាំងស្ទើរតែធ្លីបេះដូងថាខ្ញុំនឹងសងជំងឺចិត្តអ្នកជាលុយកាក់ប៉ុន្តែកុំអស់វីដេអូនេះធ្លីទៅក្រៅឲ្យសោះដោយមិនអាចទ្រាំនឹងភាពយុត្តិធម៌ទៅទៀតវិនឡាំងបានសម្លឹងចំមុខស្វាមីរួចដាក់លក្ខខណ្ឌយ៉ាងម៉ឺងម៉ាត់បើមិនចង់ឲ្យរឿងអាស្រូវនេះខ្ចោះខ្ចាយហើយបើចង់ឲ្យនាងមិនយល់ព្រមលែងលេះ
គឺចាប់ពីពេលនេះទៅរាល់ការសម្រេចចិត្តក្នុងក្រុមហ៊ុនមកខាត្រូវស្ថិតក្រោមអំណាចរបស់នាងតែម្នាក់គត់សូម្បីតែអនុប្រធានក្រុមហ៊ុនដូចជាគេក៏គ្មានសិទ្ធិមកលូកដៃឬជួយការពារស្រីម្នាក់ណាក្រៅពីនាងដែរអ្វីដែលកាន់តែរំជួលចិត្តនិងជាអាថ៌កំបាំងដ៏ធំបំផុតគឺនាងកំពុងតែពោពោះកូនម្នាក់ប៉ុន្តែនាងជ្រើសរើសលាក់បាំងវាពីស្វាមីដែលមិនធ្លាប់ផ្ដល់ភាពកក់ក្ដៅឲ្យនាងម្នាក់នេះឡើយតើកម្លាំងចិត្តអ្វីដែលធ្វើឲ្យមនុស្សស្រីម្នាក់សុខចិត្តទ្រាំរស់ក្នុងផ្ទះដែលគ្មានក្តីស្រឡាញ់និងរងការមើលងាយពីស្វាមីរាល់ថ្ងៃថ្ងៃនេះយើងមកតាមដានភាពបន្តនៃជីវិតវិនឡាំងដែលពេលនេះរឿងរ៉ាវកាន់តែស្មុគស្មាញនៅពេលដែលអាថ៌កំបាំងនៃការមានផ្ទៃពោះរបស់នាងស្ទើរតែត្រូវលាតត្រដាងនៅមុខជីដូនជីតាតើស្វាមីចិត្តដាច់ដូចជាហ្វូចឹងនឹងធ្វើបែបណាបើគេនៅតែងងល់ការពារស្រីបន្លំហើយមើលរំលងភរិយាខ្លួនឯងបែបនេះនៅក្នុងឈុតដំបូងភាពតានតឹងបានកើតឡើងនៅក្នុងគ្រួសារត្រកូលហ្វូនៅពេលដែលវិនឡាំងមានអាការៈចង់ក្អួតចង្អោរនៅមុខត្បាយជីដូនរបស់នាងត្រេកអរជាខ្លាំងព្រោះគិតថានាងមានផ្ទៃពោះប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តបំផុតនោះគឺហ្វូចឹងក្នុងនាមជាស្វាមីគេបែរជានិយាយការពារទាំងមិនដឹងអីថានាងគ្រាន់តែឈឺក្រពះប៉ុណ្ណោះសូម្បីតែជីដូនក៏ទ្រាំមិនបានរហូតស្ដីបន្ទោសគេថាធ្វើជាប្តីគេបែបណាសូម្បីប្រពន្ធមានផ្ទៃពោះនិងឈឺក្រពះក៏បែងចែកមិនដាច់ទោះជាយ៉ាងណាវិនឡាំងនៅតែជ្រើសរើសការភូតភរថាខ្លួនមិនបានមានផ្ទៃពោះដើម្បីរក្សាគម្លាតពីស្វាមីដែលចង់លែងលះរូបនេះដែរទោះបីជាទំនាក់ទំនងប្តីប្រពន្ធកាន់តែប្រេះឆាប៉ុន្តែវិនឡាំងនៅតែមានគោលដៅធំមួយទៀតជីតាបានផ្ដល់លិខិតអញ្ជើញទៅកម្មវិធីសប្បុរសធម៌ដ៏ធំមួយឲ្យនាងដែលនៅទីនោះនឹងមានវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនជាច្រើននេះគឺជាឱកាសមាសសម្រាប់វិនឡាំងក្នុងការស៊ើបអង្កេតអំពីអាថ៌កំបាំងនៃគ្រោះថ្នាក់ចរាចរណ៍របស់ឪពុកនាងកាលពីឆ្នាំមុនដែលនាងសង្ស័យថាមានអ្នកនៅពីក្រោយខ្នងនាងសុកចិត្តសង្កត់ចិត្តជឿចាប់ដើម្បីបន្តរស់ក្នុងនាមជាកូនប្រាសាទកូលហ្វូក៏ព្រោះតែចង់រកយុត្តិធម៌ឲ្យឪពុកនាងតែប៉ុណ្ណោះភាពក្តៅគុកបានឈានដល់ចំណុចកំពូលនៅក្នុងពិធីជប់លៀងសប្បុរសធម៌ហ្វូចឹងបានធ្វើឲ្យអ្នកកាសែតភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយគេបានបណ្ដាអតីតសង្សារឈូស៊ីអ៊ីចូលរួមកម្មវិធីយ៉ាងត្រហឹងអរហាក់បីដូចជាចង់ប្រកាសប្រាប់ពិភពលោកថាពួកគេជាគូស្នេហ៍ថ្មីថ្មោងប៉ុន្តែឈូស៊ីអ៊ីហាក់ដូចជាអជ្រុលពេករហូតហ៊ានទៅអង្គុយលើកៅអីកិត្តិយសដែលជាកន្លែងសម្រាប់ភរិយាស្របច្បាប់និងជាម្ចាស់ក្រុមហ៊ុន McKevin Lang បានដើរចូលមកយ៉ាងអង់អាចរួចសួរបញ្ជាក់ចំថាអ្នកនាងឈូហាក់ដូចជាអង្គុយខុសកន្លែងហើយដឹងកន្លែងនេះជាកន្លែងម្ចាស់ផ្ទះចំណែកកន្លែងរបស់អ្នកនាងគឺនៅខាងនោះឯងផ្កាភ្លើងសង្គ្រាមបានផ្ទុះឡើងហើយតើឈូស៊ីអ៊ីនឹងរងភាពអាម៉ាស់កម្រិតណានៅមុខអ្នកកាសែតរាប់រយនាក់ហើយតើហ្វូចឹងនឹងដឹងខ្លួនពេលណាថាវិនឡាំងកំពុងកាន់កាប់អាថ៌កំបាំងដ៏ធំដែលបំរុងនឹងកំទេចកេរ្តិ៍ឈ្មោះគេសំឡេងមើងម៉ាត់បង្កប់ដោយភាពឌឺដងតើអ្នកធ្លាប់ឃើញមនុស្សស្រីដែលហ៊ានចំណាយលុយ100លានដើម្បីទិញរបស់ដែលខ្លួនឯងច្នៃឡើងវិញទេថ្ងៃនេះវិនឡាំងនឹងបង្ហាញឲ្យពិភពលោកឃើញថាលុយមិនមែនជាបញ្ហាប៉ុន្តែយុត្តិធម៌និងការសងសឹកទើបជាជ័យជំនះរឿងរ៉ាវកាន់តែរកកលដល់អាយុជីវិតនៅពេលដែលស្រីបន្លំឈូស៊ីអ៊ីរៀបចំផែនការសម្លាប់មនុស្សដើម្បីបិទមាត់តើវិនឡាំងអាចរស់រានមានជីវិតហើយបកអាក្រាតស្ត្រូវនៅមុខអ្នកកាសែតរាប់រយនាក់ដោយរបៀបណាតាមដានជាមួយគ្នាក្នុងវគ្គដ៏ជក់ចិត្តនេះនៅក្នុងពិធីជប់លៀងសប្បុរសធម៌ហ្វូចឹងបានបង្ហាញភាពមានបានរបស់ខ្លួនដោយប្រាប់វិនឡាំងថាចង់បានអ្វីដេញថ្លៃយកចុះគេនឹងបង់លុយឲ្យទុកជាសំណងលែងលះប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាផ្អើលនោះគឺវិនឡាំងបានសម្រេចចិត្តដេញថ្លៃយកកងដៃត្បូងម៉ាណាវតែជារបស់នាងច្នៃខ្លួនឯងក្នុងតម្លៃរហូតដល់100លានយ៉ននាងចង់ប្រាប់ស្វាមីចិត្តអាក្រក់ម្នាក់នេះថាកុំមកប្រើលុយមើលងាយនាងព្រោះតម្លៃរបស់នាងនិងស្នាដៃរបស់នាងគឺថ្លៃលើសពីអ្វីដែលគេគិតទៅទៀតប៉ុន្តែក្នុងពេលដែលគ្រប់គ្នាកំពុងអបអរការដេញថ្លៃគ្រាន់តែជានុយដើម្បីបោកបញ្ឆោតប៉ុណ្ណោះឈូស៊ីអ៊ីបានជួលឃាតម្នាក់ឲ្យបន្លំខ្លួនមកនាំវិនឡាំងឡើងទៅជាន់ទី2ក្នុងបំណងសម្លាប់នាងដោយធ្វើឲ្យមើលទៅដូចជាគ្រោះថ្នាក់ធ្លាក់អាគារខណៈពេលកំពុងលួចលាក់មានស្រីមានប្រុសឃាតនោះបានសារភាពទាំងសាហាវថាបើឯងមិនចង់ស្លាប់ក៏កុំព្យាយាមស៊ើបអង្កេតរឿងគ្រោះថ្នាក់ចរាចរណ៍របស់ម៉ាក់ឯងធ្វើអីពាក្យសម្ដីនេះបានបញ្ជាក់ច្បាស់ថាការស្លាប់របស់ម្ដាយវិនឡាំងកាលពីមុនគឺជាស្នាដៃរបស់គ្រួសារឈូស៊ីអ៊ីយ៉ាងពិតប្រាកដសំណាងល្អដែលចៅយូបានមកជួយសង្គ្រោះនាងទាន់ពេលវេលាវិនឡាំងបានដើរចុះមកក្រោមវិញទាំងសភាពរញ៉េញ៉ៃបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកកាសែតនិងភ្ញៀវកិត្តិយសឈូស៊ីអ៊ីព្យាយាមប្រើល្បិចចុងក្រោយដោយចោទប្រកាន់វិនឡាំងថាលួចមានប្រុសរហូតដល់ធ្លាក់អាគារដើម្បីបង្ខូចឈ្មោះនាងឲ្យខូចខាតទាំងស្រុងប៉ុន្តែលើកនេះវិនឡាំងមិនឲ្យស្ត្រូវដកដង្ហើមស្រួលឡើយនាងបានទាញទូរស័ព្ទរបស់ឃាតោដែលជ្រុះបាត់មកបង្ហាញហើយចាក់សម្លេងការសន្ទនាដែលឈូស៊ីអ៊ីបានបញ្ជាឲ្យគេសម្លាប់នាងនៅមុខមនុស្សគ្រប់គ្នាភស្តុតាងរឹងដូចថ្មនេះបានធ្វើឲ្យ
ឈូស៊ីអ៊ីភ័យស្លន់ស្លោរហូតរកពាក្យបកស្រាយលែងចេញចប់ហើយពេលនេះមីដែលធ្លាប់តែលាក់ក្នុងភក់បានបញ្ចេញពន្លឺហើយតើហ្វូចឹងនឹងធ្វើមុខបែបណានៅពេលដឹងថាស្រីដែលខ្លួនធ្លាប់ស្រឡាញ់នឹងការពារជាឃាតសម្លាប់មនុស្សយ៉ាងសាហាវបែបនេះហើយតើវិនឡាំងនឹងប្រើអំណាចរបស់នាងក្នុងនាមជាម្ចាស់ក្រុមហ៊ុនម៉ាខាដើម្បីកំទេចគ្រួសារត្រកូលឈូឲ្យរលាយដូចអំបិលត្រូវទឹកដោយរបៀបណាទោះបីជាវិនឡាំងមានភស្តុតាងជាសម្លេងសន្ទនារវាងឈូស៊ីអ៊ីនិងឃាតក៏ដោយប៉ុន្តែហ្វូចឹងនៅតែបន្តភាពងលងងរបស់គេដើម្បីការពារកេរ្តិ៍ឈ្មោះស្រីបន្លំម្នាក់នោះគេបានបញ្ជាឲ្យហាមឃាត់អ្នកកាសែតមិនឲ្យចុះផ្សាយព័ត៌មាននិងព្យាយាមបិទមាត់គ្រប់គ្នាអ្វីដែលកាន់តែអយុត្តិធម៌គឺឃាតម្នាក់នោះបែរជាបកអាក្រាតវិញថាវិនឡាំងជាអ្នកជួលគេឲ្យមកសម្ដែងដើម្បីបង្ខូចឈ្មោះឈូស៊ីអ៊ីទៅវិញក្នុងក្រសែភ្នែកហ្វូចឹងពេលនេះវិនឡាំងគឺជាមនុស្សស្រីដែលមានល្បិចកលនិងគួរឲ្យខ្លាចបំផុតប៉ុន្តែការពិតដែលគួរឲ្យរន្ធត់ជាងនេះគឺឈូស៊ីអ៊ីមិនមែនធ្វើការតែម្នាក់ឯងឡើយនៅពីក្រោយខ្នងនាងមានអ្នកចាំជួយសម្រួលកិច្ចការក្នុងក្រុមហ៊ុនម៉ាខាឲ្យយ៉ាងរលូនអ្នកដែលគ្រប់គ្នាស្មានមិនដល់គឺមនុស្សដែលនៅក្បែរខ្លួនហ្វូចឹងទៅវិញទេដែលជាអ្នករៀបចំផែនការកម្ចាត់វិនឡាំងចេញពីត្រកូលហ្វូពួកគេដឹងថាបើវិនឡាំងនៅតែបន្តស៊ើបអង្កេតអាចកំបាំងរឿងគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុននឹងធ្វើឲ្យពួកគេរលីមិនខានភាពតានតឹងនិងការឈឺចាប់បានធ្វើឲ្យសុខភាពរបស់វិនឡាំងដុនដាបយ៉ាងខ្លាំងរហូតដល់នាងសន្លប់បាត់ស្មារតីគ្រូពេទ្យបានដាស់តឿនថាបើនាងនៅតែបន្តស្ថិតក្នុងស្ថានភាពបែបនេះកូនក្នុងផ្ទៃនឹងមិនអាចរក្សាបានឡើយដោយយល់ឃើញថាស្វាមីលែងជាបង្អែកហើយសត្រូវក៏នៅជុំវិញខ្លួនវិនឡាំងបានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់នាងនឹងមិនស៊ើបអង្កេតបន្តទៀតឡើយប៉ុន្តែនាងក៏មិនអាចរស់នៅជាមួយមនុស្សដែលមិនទុកចិត្តនាងបានដែរហ្វូចឹងចាប់ពីថ្ងៃនេះទៅយើងលែងមានពាក់ព័ន្ធគ្នាទៀតហើយនេះគឺជាពាក្យសម្ដីចុងក្រោយមុនពេលវិនឡាំងសម្រេចចិត្តចាកចេញទៅក្រៅប្រទេសជាមួយចៅយូដើម្បីការពារកូនក្នុងផ្ទៃនិងចាប់ផ្ដើមជីវិតថ្មីតើហ្វូចឹងនឹងដឹងខ្លួននៅពេលណាថាគេបានបាត់បង់ទាំងភរិយាដ៏ល្អនិងកូនដែលគេទន្ទឹងរង់ចាំហើយតើឈូស៊ីអ៊ីនឹងទទួលបានផលកម្មបែបណាចំពោះអ្វីដែលនាងបានសាងតើអ្នកមានអារម្មណ៍បែបណានៅពេលដែលអ្នកសម្រេចចិត្តដើរចេញពីមនុស្សដែលអ្នកស្រឡាញ់បំផុតប៉ុន្តែវាសនាបែរជាលេងសើចចង់ភ្ជាប់អ្នកទាំងពីរមកវិញតាមរយៈរឿងរ៉ាវនឹកស្មានមិនដល់ថ្ងៃនេះសង្គ្រាមចិត្តសាស្ត្ររវាងហ្វូចឹងនិងវិនឡាំងបានឈានមកដល់ចំណុចបំបែកផ្លូវប៉ុន្តែវត្តមានរបស់មនុស្សទី3និងអាចកំបាំងក្នុងផ្ទៃបានធ្វើឲ្យអ្វីគ្រប់យ៉ាងប្រែប្រួលទាំងស្រុងហ្វូចឹងនៅតែព្យាយាមការពារឈូស៊ីអ៊ីដោយប្រើអំណាចបង្ខំឲ្យវិនឡាំងចេញមុខមកបកស្រាយរឿងអាស្រូវដែលបានកើតឡើងប៉ុន្តែវិនឡាំងលែងជាមនុស្សទន់ជ្រាយទៀតហើយនាងព្រមជួយប៉ុន្តែក្នុងលក្ខខណ្ឌតែមួយគត់គឺការចុះហត្ថលេខាលែងលះភ្លាមនាងសុខចិត្តលះបង់អ្វីគ្រប់យ៉ាងសូម្បីតែកិត្តិយសខ្លួនឯងដើម្បីតែបានសេរីភាពពីបុរសដែលមិនដែលទុកចិត្តនាងម្នាក់នេះក៏ខណៈពេលដែលអ្នកទាំងពីរកំពុងស្ថិតនៅមន្ទីរស៊ីវិលដើម្បីបញ្ចប់ចំណងអាពាហ៍ពិពាហ៍ហើយវិនឡាំងបានពោលពាក្យថាស្រឡាញ់គេច្រើនឆ្នាំហើយដល់ពេលដែលត្រូវបញ្ចប់ស្រាប់តែដំណឹងអាក្រក់បានមកដល់លោកតាដែលជាបង្អែកតែមួយគត់របស់នាងបានកាំងបេះដូងចូលសង្គ្រោះបន្ទាន់ការលែងលះត្រូវបង្ខំចិត្តផ្អាកទាំងបង្ខំព្រោះតែត្រាលើលិខិតលែងលះមិនទាន់ស្ងួតធ្វើឲ្យវាមិនទាន់មានសុពលភាពតាមច្បាប់អ្វីដែលកាន់តែរន្ធត់គឺនៅមន្ទីរពេទ្យគ្រូពេទ្យស្រាប់តែហៅវិនឡាំងថាជាស្ត្រីមានផ្ទៃពោះនៅចំពោះមុខហ្វូចឹងតែម្ដងដំណឹងនេះបានធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងជាពិសេសឈូស៊ីអ៊ីដែលកំពុងលួចស្ដាប់ពីក្រោយខ្នងនាងដឹងច្បាស់ថាបើហ្វូចឹងដឹងការពិតថាវិនឡាំងមានកូនផែនការដណ្ដើមតំណែងរបស់នាងនឹងត្រូវរលាយជាមិនខានរីឯវិនឡាំងវិញនាងព្យាយាមលាក់បាំងនិងភូតភរថាកូនក្នុងផ្ទៃមិនមែនជារបស់ហ្វូចឹងឡើយដើម្បីបានចាក់ចេញទៅក្រៅប្រទេសដោយសន្តិសុខ2 ខែទៀតខ្ញុំនឹងចាក់ចេញទៅក្រៅប្រទេសនេះគឺជាការសម្រេចចិត្តចុងក្រោយរបស់វិនឡាំងដើម្បីការពារកូនក្នុងផ្ទៃពីគ្រោះថ្នាក់តើហ្វូចឹងនឹងព្រមឲ្យនាងចាក់ចេញយ៉ាងងាយឬក៏គេនឹងរកឃើញការពិតថាកូននោះគឺជាឈាមជ័រពិតប្រាកដរបស់គេហើយតើឈូស៊ីអ៊ីនឹងប្រើល្បិចអ្វីទៀតដើម្បីកម្ចាត់កូនក្នុងផ្ទៃរបស់វិនឡាំងនៅពេលដែលមនុស្សដែលអ្នកទុកចិត្តបំផុតបែរជាយកឈ្មោះស្វាមីរបស់អ្នកមកប្រើដើម្បីបំផ្លាញឈាមជ័រខ្លួនឯងថ្ងៃនេះសម្ពាធនៅក្នុងមន្ទីរពេទ្យបានឈានដល់ចំណុចកំពូលនៅពេលដែលឈូស៊ីអ៊ីព្យាយាមរៀបផែនការឲ្យវិនឡាំងរំលូតកូនដោយបង្ខំតើវិនឡាំងនឹងអាចការពារកូនក្នុងផ្ទៃបានដោយរបៀបណាបើគ្រប់យ៉ាងត្រូវបានរៀបចំទុកជាមុនឈូស៊ីអ៊ីបានប្រើល្បិចនាំវិនឡាំងមកផ្នែកសម្ភពដោយភូតភរថាជាបំណងរបស់ហ្វូចឹងដែលមិនចង់បានកូនក្រៅក្នុងម្នាក់នេះនាងបានប្រើពាក្យសម្ដីដ៏សាហាវខូខើមកជន់ឈ្លីចិត្តវិនឡាំងថាត្រកូលហ្វូមិនត្រូវការកូនដែលដើរលេចវាលបែបនេះទេហើយហ្វូចឹងក៏មិនដែលស្រឡាញ់នាងដែរក្នុងស្ថានភាពដ៏តច្រកវិនឡាំងស្ទើរតែអស់សង្ឃឹមទៅហើយប៉ុន្តែសំណាងល្អដែលចៅយូបានមកដល់ទាន់ពេលវេលាដើម្បីសង្គ្រោះនាងពីបន្ទប់វះកាត់
នៅក្នុងការប្រជុំមុខគ្នាដ៏តានតឹងវិនឡាំងបានទម្លាយការពិតដ៏រន្ធត់អំពីទំនាក់ទំនងរវាងឈូស៊ីអ៊ីនិងហ្វូយេនាងបានដឹងថាអ្នកដែលនៅពីក្រោយខ្នងដែលជួយជ្រោមជ្រែងឈូស៊ីអ៊ីឲ្យចូលមកក្នុងត្រកូលហ្វូគឺគ្មានអ្នកណាក្រៅពីបងប្រុសរបស់ហ្វូចឹងឡើយឈូស៊ីអ៊ីចាប់ផ្ដើមភ័យស្លន់ស្លោនិងព្យាយាមបដិសេធគ្រប់យ៉ាងប៉ុន្តែអ្វីហួសពេលទៅហើយព្រោះហ្វូចឹងក៏បានមកដល់និងឃើញទស្សនវិជ្ជានេះផ្ទាល់ភ្នែកទោះបីជាឈូស៊ីអ៊ីព្យាយាមប្រើទឹកភ្នែកមកបោកប្រាស់ហ្វូចឹងថាខ្លួនគ្រាន់តែនាំវិនឡាំងមកពិនិត្យសុខភាពនិងថែមទាំងចោទថាវិនឡាំងលួចមានទំនាក់ទំនងជាមួយចៅយូក៏ដោយប៉ុន្តែលើកនេះនាងលែងមានសំណាងទៀតហើយវិនឡាំងបានបញ្ចេញម៉ាស៊ីនថតសំឡេងដែលថតរាល់ពាក្យសារភាពដ៏សាហាវរបស់ឈូស៊ីអ៊ីកាលពីមុននេះបន្តិចរាល់ពាក្យពេចន៍ដែលថាហ្វូចឹងបញ្ជាឲ្យនាងមកកម្ចាត់កូនចៅត្រូវបានលាតត្រដាងកណ្ដាលចំណោមមនុស្សការសុំទោសរបស់នាងទុកទៅនិយាយនៅក្នុងគុកចុះទោះបីជាឈូស៊ីអ៊ីព្យាយាមយំអង្វរនិងយកបញ្ហាអារម្មណ៍មកធ្វើជាលេសក៏ដោយប៉ុន្តែលើកនេះហ្វូចឹងលែងស្ដាប់ទៀតហើយគេបានបញ្ជាឲ្យនាំខ្លួននាងចេញទៅបាត់ឲ្យឆ្ងាយពីជីវិតរបស់វិនឡាំងប៉ុន្តែតើការចាក់ចេញរបស់ឈូស៊ីអ៊ីគឺជាទីបញ្ចប់តើអ្នកមានអារម្មណ៍បែបណានៅពេលដែលមនុស្សដែលអ្នកខំការពារស្ទើរដាច់ខ្យល់បែរជាឃាតករដែលសម្លាប់មនុស្សជាទីស្រឡាញ់របស់អ្នកទៅវិញថ្ងៃនេះហ្វូចឹងចាប់ផ្ដើមស៊ើបដឹងពីមុខមាត់ពិតរបស់ឈូស៊ីអ៊ីប៉ុន្តែវាហាក់ដូចជាយឺតពេលទៅហើយព្រោះសត្រូវពិតប្រាកដមិនមែនមានតែម្នាក់នោះទេតើវិនឡាំងនឹងអាចរត់គេចពីកណ្ដាប់ដៃឃាតករបានដែរឬទេទោះបីជាដឹងថាវិនឡាំងមានផ្ទៃពោះប៉ុន្តែហ្វូចឹងនៅតែមានមន្ទិលសង្ស័យនិងបង្ខំឲ្យនាងធ្វើតេស្តណាម្ដងទៀតប៉ុន្តែលើកនេះវិនឡាំងបានតបវិញយ៉ាងដាច់អហង្ការថាកូននេះមិនពាក់ព័ន្ធនឹងលោកសំបីតែបន្តិចនាងលែងត្រូវការទទួលខុសត្រូវពីបុរសដែលមិនដែលទុកចិត្តនាងទៀតហើយភាពឈឺចាប់និងការខកចិត្តបានធ្វើឲ្យនាងសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ថានឹងចាក់ចេញពីត្រកូលហ្វូឲ្យឆ្ងាយបំផុតក្រោយពេលបញ្ចប់រឿងនេះហ្វូចឹងបានបញ្ជាឲ្យស៊ើបអង្កេតប្រវត្តិឈូស៊ីអ៊ីរយៈពេល3ឆ្នាំចុងក្រោយហើយលទ្ធផលដែលទទួលបានគឺពិតជារន្ធត់ណាស់ឈូស៊ីអ៊ីមិនត្រឹមតែជាអ្នករៀបផែនការលួចទិន្នន័យក្រុមហ៊ុនកាលពី3ឆ្នាំមុននោះទេប៉ុន្តែនាងថែមទាំងមានទំនាក់ទំនងជាមួយហ្វូយេដែលជាបងប្រុសរបស់គេទៀតផងអ្វីដែលកាន់តែខ្លោចចិត្តគឺភស្តុតាងដែលបង្ហាញថាឈូស៊ីអ៊ីអាចជាអ្នកនៅពីក្រោយគ្រោះថ្នាក់ចរាចរណ៍ដែលបានសម្លាប់ឪពុករបស់វិនឡាំងនៅពេលដែលដឹងថាខ្លួនអស់ផ្លូវដើរឈូស៊ីអ៊ីបានសម្រេចចិត្តធ្វើរឿងដែលសាហាវបំផុតគឺការចាប់ខ្លួនវិនឡាំងទៅកាន់ដំបូលអគារជាថ្មីម្ដងទៀតនាងចង់បញ្ជូនវិនឡាំងទៅជួបឪពុកនាងនៅឯបរលោកប៉ុន្តែវិនឡាំងមិនមែនមកដោយដៃទេឡើយនាងបានរៀបចំផែនការទុកជាមុនជាមួយចៅយូដើម្បីការពារខ្លួនក្នុងភាពចលាចលនេះហ្វូចឹងក៏បានមកដល់ប៉ុន្តែតើគេនឹងជ្រើសរើសជួយភរិយាដែលគេធ្លាប់មើលងាយឬក៏ត្រូវជាប់ជំពាក់នឹងបំណុលសិលធម៌ជាមួយឈូស៊ីអ៊ីបន្តទៀតបើលោកមិនចង់ឲ្យរឿងគ្រប់យ៉ាងបែកធ្លីទេលែងយើងទៅសង្គមចិត្តសាស្ត្របានឈានដល់ចំណុចផ្ទុះតើហ្វូចឹងនឹងដោះស្រាយរឿងនេះបែបណានៅពេលដែលដឹងថាបងប្រុសបង្កើតនិងស្រីស្នេហ៍របស់ខ្លួនជាអ្នករួមដៃគ្នាកំទេចគ្រួសារវិនហើយតើវិនឡាំងនឹងអាចចាក់ចេញពីវាលនរកមួយនេះដោយសុវត្ថិភាពដែរឬទេហ្វូចឹងនិងចៅយូបានដឹងខ្លួនថាមានរឿងមិនស្រួលក៏សម្រេចចិត្តតាមរកវិនឡាំងដល់មន្ទីរពេទ្យចាស់ដែលគេបោះបង់ចោលទស្សនវិជ្ជាដែលហ្វូចឹងឃើញគឺវិនឡាំងត្រូវបានគេកប់ក្នុងដីស្ទើរតែដាច់ខ្យល់ទៅហើយភាពភ័យខ្លាចក្នុងការបាត់បង់មនុស្សជាទីស្រឡាញ់បានធ្វើឲ្យហ្វូចឹងប្រើដៃតេកាយដីសង្គ្រោះនាងទាំងទឹកភ្នែកនេះគឺជាលើកទី1ហើយដែលយើងឃើញមហាសេដ្ឋីដ៏ត្រជាក់ស្រស់ Provide ម្នាក់នេះបង្ហាញភាពទន់ជ្រាយបំផុតបន្ទាប់ពីសង្គ្រោះវិនឡាំងបានជោគជ័យហ្វូចឹងលែងទុកមុខឲ្យអ្នកណាទៀតហើយគេបាននាំខ្លួនសាក់សេរ៉ូដែលជាអ្នកបម្រើការពី3ឆ្នាំមុននិងអ្នកដែលធ្លាប់ត្រូវឈូស៊ីអ៊ីជួលឲ្យមកធ្វើបាបវិនឡាំងមកបកអាក្រាតគ្រប់យ៉ាងរាប់ចាប់ពីការលួចដាក់ថ្នាំហ្វូចឹងរហូតដល់ការរៀបផែនការសម្លាប់ឪពុកវិនឡាំងគ្រប់យ៉ាងត្រូវបានលាតត្រដាងកណ្ដាលចំណោមមនុស្សសុំទោសផងឈូស៊ីអ៊ីលើកនេះសំបីតែព្រះក៏ជួយនាងមិនបានដែរបញ្ជូននាងទៅគុកទៅហើយកុំឲ្យនាងបានចេញមកវិញឲ្យសោះនេះគឺជាពាក្យបញ្ជាដ៏ដាច់អហង្ការរបស់ហ្វូចឹងឈូស៊ីអ៊ីដែលធ្លាប់តែមានមហិច្ឆតាចង់ក្លាយជាជំទាវត្រកូលហ្វូឥឡូវនេះត្រូវសោយសុខនៅក្នុងគុកអស់មួយជីវិតប៉ុន្តែអ្វីដែលធ្វើឲ្យហ្វូចឹងឈឺចាប់បំផុតគឺនៅពេលដែលវិនឡាំងដឹងខ្លួនឡើងនាងបែរជាមើលមកគេដោយខ្សែភ្នែកពោពេញដោយគំនុំនិងការភ័យខ្លាចទៅវិញហ្វូចឹងបានប្រើល្បិចបន្លំខ្លួនធ្វើជាចៅយូដើម្បីនាំវិនឡាំងមកផ្ទះត្រកូលហ្វូវិញគេដឹងថាបើនាងដឹងថាជាគេនាងប្រកាសជាមិនព្រមមកឡើយប៉ុន្តែក្រដាសមិនអាចខ្ចប់ភ្លើងចិត្តឡើយសូម្បីតែបិទភ្នែកក៏បេះដូងវិនឡាំងនៅតែចំណាំរសជាតិម្ហូបនិងភាពកក់ក្ដៅដែលនាងធ្លាប់ស្អប់បានដែរលោកជាហ្វូចឹងមែនទេលេងខ្ញុំទៅអាក្របបែកការដឹងការពិតបានធ្វើឲ្យនាងកាន់តែខ្លាចនិងចង់រត់ចេញពីបុរសម្នាក់នេះឲ្យឱកាសខ្ញុំម្ដងទៀតបានទេខ្ញុំនឹងសងគ្រប់យ៉ាងដល់នាងវិញហ្វូចឹងសារភាពទាំងអង្គប្រកប៉ុន្តែសម្រាប់វិនឡាំងអតីតកាលគឺជារឿងដែលមិនអាចអភ័យទោសបាន
នាងបានតបវិញទាំងទឹកភ្នែកថាលោកស្មានតែសម្ដីផ្អែមល្ហែមពី3ម៉ាត់អាចលុបលាងរឿងដែលលោកនិងឈូស៊ីអ៊ីធ្វើដាក់ខ្ញុំបានមែនទេភាពអាម៉ាស់ការមើលងាយនិងការឈឺចាប់ដែលនាងបានទទួលវាមិនអាចបដូរនឹងការសុំទោសបានឡើយលោកជាមនុស្សត្រឆានបើលោកតាស្លាប់វាគឺជាកំហុសរបស់លោកទាំងអស់សម្ដីជេរប្រមាថទាំងឈឺចាប់របស់វិនឡាំងបានចាក់ទម្លុះបេះដូងហ្វូចឹងប៉ុន្តែតើមានអ្នកណាដឹងទេថានៅពីក្រោយភាពរឹងរូសរបស់មហាសេដ្ឋីម្នាក់នេះគឺជាការឈឺចាប់ដែលមិនអាចរៀបរាប់បានទោះបីជាមានការខិតខំសង្គ្រោះយ៉ាងណាក៏ដោយក៏លោកតាក៏មិនអាចឆ្លងផុតដែរនេះគឺជាការបាត់បង់ដ៏ធំធេងបំផុតសម្រាប់គ្រួសារហ្វូវិនឡាំងបានដឹងច្បាស់ថាឈូស៊ីអ៊ីជាអ្នកនៅពីក្រោយរឿងនេះប៉ុន្តែដោយសារគ្មានភស្តុតាងច្បាស់លាស់នាងបែរជាត្រូវហ្វូចឹងបង្ខាំងទុកទៅវិញភាពទន់ខ្សោយនិងភាពងឹតភ្នែកបានធ្វើឲ្យនាងមានអារម្មណ៍ថាពិភពលោកទាំងមូលកំពុងតែបោះបង់នាងចោលយកប្រពន្ធខ្ញុំទៅផ្ទះចាស់វិញបើគ្មានបញ្ជាខ្ញុំមិនអនុញ្ញាតឲ្យនាងចេញក្រៅដាច់ខាតនេះគឺជាវិធីដែលហ្វូចឹងប្រើដើម្បីការពារវិនឡាំងពីគ្រោះថ្នាក់ដែលមើលមិនឃើញគេដឹងថាឈូស៊ីអ៊ីមានអ្នកកំបាំងមុខនៅពីក្រោយខ្នងហើយវិនឡាំងគឺជាគោលដៅបន្ទាប់ប៉ុន្តែសម្រាប់វិនឡាំងការបង្ខាំងនេះមិនមែនជាការការពារទេវាគឺជាការធ្វើទារុណកម្មផ្លូវចិត្តដ៏អាក្រក់បំផុតការអត់អាហារការតវ៉ានិងការជេរប្រមាថមិនបានធ្វើឲ្យចិត្តហ្វូចឹងរង្គោះរង្គើនោះទេរហូតដល់វិនឡាំងប្រើសម្ដីចុងក្រោយថាបើលោកនៅតែបង្ខំខ្ញុំទៀតលោកចាំមើលចុះខ្ញុំនឹងស្លាប់ឲ្យលោកមើលតើក្តីស្រឡាញ់ដែលប្រែជាការបង្ខិតបង្ខំមួយនេះនឹងទៅជាយ៉ាងណាបំខាងខំការពារម្ខាងទៀតខំតែចង់សម្លាប់ខ្លួនឯងបែបនេះតើហ្វូចឹងពិតជាមិនដឹងថាឈូស៊ីអ៊ីនៅឯណាឬក៏គេកំពុងរៀបផែនការអ្វីឲ្យប្រាកដហើយអ្នកកំបាំងមុខដែលនៅពីក្រោយខ្នងឈូស៊ីអ៊ីគឺជាអ្នកណាស្នាមរបួសផ្លូវចិត្តរបស់វិនឡាំងកាន់តែជ្រៅទៅតើនាងអាចមានជីវិតរស់នៅឃើញពន្លឺថ្ងៃម្ដងទៀតដែរឬទេបើគ្មាននាងខ្ញុំក៏មិនអាចរស់បានដែរតើមានមនុស្សប្រុសប៉ុន្មានអ្នកដែលហ៊ានយកជីវិតទៅប្ដូរដើម្បីការពារមនុស្សស្រីដែលខ្លួនស្រឡាញ់ទោះបីជានាងស្អប់ខ្លួនដល់ឆ្អឹងក៏ដោយថ្ងៃនេះហ្វូចឹងបានបង្ហាញឲ្យពិភពលោកឃើញថាក្តីស្រឡាញ់របស់គេមិនមែនជាការសម្ដែងប៉ុន្តែវាគឺជាជីវិតឈូស៊ីអ៊ីបានរៀបចំល្បែងដ៏សាហាវមួយដោយបង្ខំឲ្យហ្វូចឹងជ្រើសរើសជួយមនុស្សម្នាក់ក្នុងចំណោមពីរគឺរូបនាងដែលជាអតីតសង្សារឬវិនឡាំងដែលជាភរិយាស្របច្បាប់ក្នុងកែវភ្នែកដ៏មុតមមហ្វូចឹងមិនបានរារែកឡើយគេបានជ្រើសរើសជួយវិនឡាំងភ្លាមនេះគឺជាការបញ្ជាក់យ៉ាងច្បាស់ថាក្នុងបេះដូងគេគឺមានតែភរិយាម្នាក់គត់នៅពេលដែលឈូស៊ីអ៊ីធ្លាក់ក្នុងភាពឈួតលីលាហើយព្យាយាមសម្លាប់វិនឡាំងហ្វូចឹងបានស្ទុះទៅរងកម្មបិទជំនួសនាងទាំងមិនគិតពីជីវិតលោកឈួតហើយមែនទេហេតុអ្វីបានជាធ្វើបែបនេះសំណួររបស់វិនឡាំងត្រូវបានតបវិញដោយស្នាមញញឹមចុងក្រោយរបស់ហ្វូចឹងការលះបង់នេះបានធ្វើឲ្យបេះដូងដែលធ្លាប់តែរឹងដូចថ្មរបស់វិនឡាំងរលាយក្នុងពេលតែមួយអ្វីដែលកាន់តែរន្ធត់គឺការលេចមុខរបស់ហ្វូយុនបងប្រុសរបស់ហ្វូចឹងនៅកន្លែងកើតហេតុការពិតបានលាតត្រដាងថាហ្វូយុនគឺជាអ្នករៀបចំផែនការទាំងអស់ពីក្រោយខ្នងដើម្បីដណ្ដើមអំណាចនិងទ្រព្យសម្បត្តិគេបានប្រើប្រាស់ឈូស៊ីអ៊ីជាឧបករណ៍ដើម្បីកម្ចាត់ប្អូនប្រុសខ្លួនឯងនេះគឺជាសង្គ្រាមគ្រួសារដែលឈាមស្រក់លើដីដើម្បីតែលោភលន់ហ្វូចឹងដេកក្នុងធ្លុកឈាមវិនឡាំងយំសោកបោកខ្លួនតើយុទ្ធធននឹងមានសម្រាប់ពួកគេដែរឬទេហើយតើហ្វូយុននឹងត្រូវទទួលទោសបែបណាចំពោះទង្វើមនុស្សធម៌នេះសេចក្តីស្រឡាញ់ដែលផ្ដើមដោយការយល់ច្រឡំបានបញ្ចប់ដោយការលះបង់ដ៏ធំធេងតើអ្នកជឿទេថាការស្អប់ដែលសាងឡើងអស់ជាច្រើនឆ្នាំអាចរលាយបាត់ទៅវិញក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីដោយសារតែការពិតមួយឃ្លាថ្ងៃនេះអាចកំបាំងនៃត្រកូលហ្វូត្រូវបានលាតត្រដាងប៉ុន្តែវាស្ទើរតែដោះដូរមកវិញដោយជីវិតរបស់មនុស្សដែលគ្មានកំហុសនៅចំពោះមុខមរណភាពដែលកំពុងគំរាមកំហែងលោកយាយបានទម្លាយការពិតដ៏រន្ធត់ថាហ្វូចឹងមិនមែនជាកូនស្រីក្រៅច្បាប់របស់ឪពុកហ្វូយុននោះទេប៉ុន្តែគេគឺជាកូនប្រុសរបស់អ្នកមីងប្អូនស្រីឪពុកដែលត្រូវយកមកចិញ្ចឹមដើម្បីបិទបាំងរឿងអាស្រូវការយល់ច្រឡំថាហ្វូចឹងជាអ្នកបង្កគ្រោះថ្នាក់ដល់ឪពុកម្ដាយខ្លួនបានធ្វើឲ្យហ្វូយុនសាងកំហុសដែលមិនអាចកែប្រែបានលោកយាយនិយាយថាអីមិនពិតទេភាពតក់ស្លុតបានធ្វើឲ្យផែនការសងសឹករបស់ហ្វូយុនរលាយទាំងស្រុងយុទ្ធធម៌ត្រូវបានផ្ដល់ឲ្យឈូស៊ីអ៊ីដែលជាពោះពីសនៅពីក្រោយរឿងរ៉ាវសោកនាដកម្មទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យវិកលចរិតនាងនឹងត្រូវរស់នៅក្នុងគុកផ្លូវចិត្តអស់មួយជីវិតមិនអាចចេញមកបង្កគ្រោះថ្នាក់ដល់អ្នកណាបានទៀតឡើយចំណែកឯហ្វូយុនក៏ត្រូវប្រឈមមុខនឹងច្បាប់ចំពោះទង្វើរបស់ខ្លួនដែរទោះបីជាហ្វូចឹងបានរួចផុតពីគ្រោះថ្នាក់ដល់ជីវិតប៉ុន្តែគេបានជ្រើសរើសផ្លូវមួយដែលគ្មានអ្នកណាស្មានដល់គឺការដោះលែងគេបានផ្ដល់សេរីភាពឲ្យវិនឡាំងទៅរស់នៅបរទេសតាមបំណងប្រាថ្នារបស់នាងបើគេជ្រើសរើសការដោះលែងខ្ញុំក៏មិនគួររំលោភលើបំណងល្អរបស់គេដែរនេះគឺជាក្តីស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតគឺស្រឡាញ់ដោយមិនចង់គ្រប់គ្រងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានសម្រាយរឿងភាគមួយនេះតាំងពីដើមរហូតដល់ចប់បើបងប្អូនចូលចិត្ត Style Recap បែបនេះ
កុំភ្លេចចុច Subscribers និង Like ដើម្បីរងចាំទស្សនារឿងភាគថ្មីដែលល្អមើលជាងនេះទៀតតើបងប្អូនយល់យ៉ាងណាដែរចំពោះទីបញ្ចប់នៃរឿងនេះសូមបំណងនៅ comment ប្រាប់ខ្ញុំផងណាជួបគ្នានៅរឿងក្រោយ